តើអ្នកជឿទេនៅក្រោមដីជម្រៅរាប់សិបម៉ែត្រមានទីក្រុងមួយដែលមានផ្ទះបន្ទប់គេងផ្ទះបាយព្រះវិហារសាលារៀននិងផ្លូវដើរអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺទីក្រុងនេះអាចផ្ទុកមនុស្សបានរាប់ម៉ឺននាក់តើទីក្រុងនេះស្ថិតនៅឯណាហើយហេតុអ្វីបានជាមនុស្សរស់នៅក្រោមដីថ្ងៃនេះយើងនឹងស្វែងយល់ទាំងអស់គ្នាទីក្រុងក្រោមដីនេះមានឈ្មោះថា The Rinkuyu ស្ថិតនៅតំបន់ Cappadocia ប្រទេសទូគីវាត្រូវបានរកឃើញឡើងវិញនៅឆ្នាំ1963ដោយចៃដន្យខណៈម្ចាស់ផ្ទះម្នាក់កំពុងជួសជុលជញ្ជាំងផ្ទះនៅពីក្រោយជញ្ជាំងនោះមានផ្លូវនាំចុះទៅទីក្រុងក្រោមដីដ៏ធំមួយ The Rinkuyu មានជម្រៅប្រហែល85ម៉ែត្រវាមានជាន់ជាច្រើនហើយអ្នកស្រាវជ្រាវជឿថាមានរហូតដល់18ជាន់ក្រោមដីបច្ចុប្បន្នមានតែផ្នែកខ្លះប៉ុណ្ណោះដែលបើកឲ្យភ្ញៀវទេសចរចូលទស្សនាកាលពីរាប់ពាន់ឆ្នាំមុនមនុស្សបានសាងសង់ទីក្រុងនេះដើម្បីការពារខ្លួនពីសង្គ្រាមនិងការវាយប្រហារនៅពេលមានគ្រោះថ្នាក់ពួកគេអាចចុះទៅរស់នៅក្រោមដីអស់ជាច្រើនសប្តាហ៍ឬរាប់ខែទីក្រុងនេះមានផ្ទះស្នាក់នៅផ្ទះបាយកន្លែងស្តុកអាហារអណ្ដូងទឹកព្រះវិហារសាលារៀនក្រោលសត្វចិញ្ចឹមអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺមានប្រព័ន្ធខ្យល់ដែលអាចឲ្យមនុស្សដកដង្ហើមបានយ៉ាងធម្មតាច្រកចូលជាច្រើនមានទ្វារថ្មមូលដ៏ធំនៅពេលមានសត្រូវចូលលុកលុយមនុស្សអាចរុញទ្វារថ្មនេះបិទផ្លូវចូលបានវាពិបាកណាស់ក្នុងការបំបែកទ្វារទាំងនេះពីខាងក្រៅសប្តាហ៍ថ្ងៃ The Rinkuyu គឺជាតំបន់ទេសចរណ៍ដ៏ល្បីភ្ញៀវទេសចរមកពីជុំវិញពិភពលោកដើម្បីដើរតាមផ្លូវក្រោមដីនិងស្វែងយល់ពីរបៀបរស់នៅរបស់មនុស្សបុរាណបើអ្នកមានឱកាសតើអ្នកហ៊ានចុះទៅស្វែងរកទីក្រុងក្រោមដីនេះដែរឬទេសូម comment ប្រាប់ខ្ញុំផងបើអ្នកចូលចិត្តវីដេអូបែបចំណេះដឹងអំពីពិភពលោកសូមចុច like subscribe និង share ដើម្បីគាំទ្រ channel របស់យើងសូមអរគុណហើយជួបគ្នានៅវីដេអូបន្ទាប់